នឹង style វាអញ្ចឹងអ្នកទាំងនេះសាច់សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទនិនតិចណម្ដងទៀតហើយបាទហើយថ្ងៃនេះផងណាខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នារបៀបទៅ add style លយទៅដាក់នៅក្នុង bio នៅក្រោម profile Facebook របស់យើងទាំងអស់គ្នាបាទឥឡូវកុំឲ្យខានពេលយូរអ្នកទាំងអស់គ្នាមើលនៅក្រោម description នៅក្រោម YouTube channel នៃក្រោមវីដេអូនេះរបស់ខ្ញុំនឹងទៅដែលហៅថាក្រោម description ហ្នឹងបាទហើយអ្នកទាំងអស់គ្នាឃើញ style ជាច្រើនហើយអ្នកទាំងអស់គ្នាទៅ copy យកមកបាទអ្នកខ្លះប្រហែលជាចេះ copy style នឹងហើយអ្នកខ្លះទៀតមិនទាន់ចេះ copy style ទេមិនពិបាកទេអ្នកទាំងអស់គ្នាគ្រាន់តែអ្នកទាំងអស់គ្នា copy link វីដេអូរបស់ខ្ញុំហើយចូលមកចមហើយមកផាសមកបាទដូច style ហ្នឹងខ្ញុំបានពីវីដេអូ Pro នេះខ្ញុំ copy link YouTube របស់គាត់បាទ copy link YouTube មកហើយមកផាកន្លែងជ្រោមមកហើយយើង copy យើងចង់បាន style មួយណាដូចខ្ញុំចង់បាន style មួយនេះបាទមក copy style ហ្នឹងមកបាទអ្នកទាំង copy មកអូខេហើយ copy មួយមកចុច copy ផ្លាប់បាទហើយអ្នកទាំងទៅកន្លែងមើលនៅក្នុង Facebook របស់យើងទាំងអស់គ្នាបាទចូលមកហើយកន្លែងចូលមកកន្លែង profile បន្ទាប់មកយើង remove អានេះចោលបាទ remove ចោលអស់មកអូខេបន្ទាប់មកយើងចាកន្លែងចុច3បន្ទាប់មកយើងយក edit profile អូខេបន្ទាប់មកអ្នកទាំងគ្នានឹងឃើញនេះ bio ដែលគេថា describe yourself បាទអញ្ចឹងយើងចុចនេះមកចុច add មកផ្លាប់អូខេហើយយើងផាសមកអ្នកទាំងគ្នាអត់មានអីវ៉ានេះផាសផ្លាប់បាទហើយយើងគាត់ដូរឈ្មោះចេញមកនេះយើងដាក់អីគេខ្ញុំចង់ដាក់ចេះបាទដូរទៅដាក់ចេះវិញហើយយើងចុច save មកអ្នកទាំងគ្នាបាទហើយចាំមើល style នឹងវាមិនអូខេលើចុចចេះមួយអូខេឃើញហើយគឺ style បែបនេះបាទគឺ style នេះវាគឺបែបនេះបាទយើងអាចមើលអញ្ចឹងវាដូចអត់សូវស្អាតមិនទេយើងអានឹងអត់សូវស្អាតយើងត្រូវ style មួយទៀតបាទយើង copy style មួយទៀតរក style ដែលអ្នកត្រូវចូលចិត្តបាទ copy យក style នេះវិញយក style ដែលយើងត្រូវចិត្តមកវាដាក់ទៅត្រូវចិត្តយើងតែម្ដង copy លុបពីចេញសិនហើយ add ថ្មីមួយទៀតហើយនិយាយ no name មិនពិបាកទេអ្នកនរគ្នាគឺស្រួលមែនតើបាទអានេះយើងចង់លេខ style bio ឲ្យឡូយទំនើបបាទមើលទៅវាដូចអានេះវាគេថាទូរស័ព្ទខ្ញុំវាតូចពេកយើងមើលទៅវាអត់ដឹង style មិនទេខ្ញុំមើលខ្ញុំទៅឲ្យមើលនៅក្នុងនេះមួយនេះដូច Pro នេះយើងចូលមកមើលទៅប្រកាសជាឃើញអញ្ចឹងហើយអ្នកនរគ្នាបាទនេះដូចឃើញដូច Pro ហ្នឹងអញ្ចឹងបាទគឺមើលទៅគឺអែមមែនតើបាទដោយសារតែទូរស័ព្ទរបស់ខ្ញុំ record នេះគឺវាខ្លីទៅពេលអញ្ចឹងទៅវាចេញទំហំអត់ style អត់លយដូចគេទេវាដល់អញ្ចឹងនឹង style វាអញ្ចឹងអ្នកនរគ្នាសាកអញ្ចឹងហើយវាមានលយជាងនឹងទៀតហើយអ្នកនរគ្នាសាកដាក់ទៅមើលទៅទូរស័ព្ទរបស់អ្នកទាំងអស់គ្នាប្រហែលជាលយអញ្ចឹងទៅហើយវែងអញ្ចឹងទៅទូរស័ព្ទខ្ញុំវាកទឿបាទអញ្ចឹងទៅវាអញ្ចឹងហើយបាទហើយអស់ហើយបាទអ្នកទាំងនេះសង្កត់ថាអ្នកទាំងនេះនឹង copy style ហើយយកទៅដាក់នៅក្រោម bio កត់ជាបានអញ្ចឹងហើយអស់ហើយវីដេអូមានតែប៉ុណ្្នឹងទេសង្កត់តែអ្នកទាំងអស់គ្នាមើលហើយយល់ហើយនឹងចេះវាអត់មានអីពិបាកទេអញ្ចឹងខ្ញុំសូមជម្រាបលាហើយ